เพื่อนทอดบอดไอ้เก๋จำไปกับปงจามะเมื่อได้เคยได้เจอลัง60 ปีเรียนไปอยู่เชียงหอดน้ำนั่นนะจำต้อย บ่วิซัวบ่ให้มันแน่บ่นี่มาเอายำเอ้ยให้อันไหนนั่นเนี่ยไอ้พงเธอไอ้อ่านสุภาพบ่อ๋ออ่านสุภาพมีไอ้นะ สุภาพจานก็เล็กสักบ่โอเคไงบางคืนไอ้เพื่อกาผ่องนี่ปุ้นบอดจำเรียนเปลี่ยนไอ้เคลียดคืนสายแต่นั่งจะช่วยลูกบงพลาเตี้ยทอดได้ทางไงไอ้บ่ចំណងចិត្តយើងអីការងារទាំងអស់ហ្នឹងវាជាការងារតែទឹករបស់យើងបងហើយអញ្ចឹងទៅយើងចូលរួមមកកម្មភាពអស់ហ្នឹងហើយមិនមែនទឹកចូលរួមមកឡើយណាបាទចង់10ឆ្នាំហ្នឹងបងអូ10ឆ្នាំហើយចាខ្ញុំចូលចិត្តធ្វើការងារគុំបងឃើញអញដូចជាថត MV មួយទៀតត្រូវទេមានហ្វេនតាមហ្នឹងហើយបងឃើញថតបត់អីគេចំបៃកំពង់ចាមមើលទៅឃើញដូចជាឡើង62លាន view ជាងឆ្នាំហ្នឹងណាចាអរគុណច្រើននេះទេបងបត់ហ្នឹងធីមខ្ញុំឈ្មោះធីមសម័យជនអ្នកផលិតបងខ្ញុំទៅលក្ខណៈធីមការងារទេបងអើយប៉ុន្តែកុំឲ្យវីដេអូហ្នឹងវាទលាយពេកអញ្ចឹងទៅចេះចាប់គ្នាឯងចូលទៅធ្វើកាយវិការច្អល់កើតឲ្យតែមាននៅក្នុង frame ទៅកុំឲ្យវាទលាយស្រឡះពេកអញ្ចឹងណាចាហើយបត់នឹងទទួលបានការគ្រប់គ្រងច្រើនហ្នឹងហើយចាមកដល់បច្ចុប្បន្ននេះហ្នឹងហើយ62-63លាន view ឯងបងបើសរុបទាំង channel របស់តារាចម្រៀងទៀតច្រើននិយាយអញ្ចឹងមកដល់ពេលនេះនិពន្ធបទចម្រៀងបានប៉ុន្មានបទអីហើយខ្ទង់50-60ចំណងជើងដែរបងច្រើនណាស់50ចំណងជើងច្រើនមែនតើគ្រាន់តែថាវាអត់ប្រមូលបដូរតាមកន្លែងអញ្ចឹងបងដោយសារតែខ្ញុំធ្វើទទួលទៅសេបត់ឲ្យបងផ្សេងអញ្ចឹងទៅស្នាដៃខ្ញុំវាហៀទាំងហ្នឹងមានតែបោះដុំទាំងលក់អើយអូខេចាបងឲ្យសួរបែងវិញមើលដោយសារឃើញឯនឹងពាក់អាវមេឈើមកដូចគ្នាចង់សួរចំណាប់អារម្មណ៍តិចហ្នឹងឯងបែងចូលរួមជួយទិញអាវមេឈើឲ្យដល់ពេលឥឡូវបានអាវមកពាក់ញឹកដែរហ្នឹងមានអារម្មណ៍មិនដែរបងរំភើបហ្មងសិតូចដោយសារបងបានផ្ដល់ក្តីស្រឡាញ់តាមរយៈការជួយទិញអាវមេឈើរបស់លោកគ្រូផល្លាសិតូចបងឃើញ slogan មួយគេសរសេរនៅពីក្រោយខ្នងហ្នឹងមានន័យថាម៉េចទេនឹងឯងបង slogan នៅខាងក្រោយខ្នងហ្នឹងដាក់ថាអាវមួយជួយអាហារកម្លាំងមេឈើមួយឆ្នាំដោយសារតែជារៀងរាល់ឆ្នាំលោកគ្រូគាត់តែងតែគៀងគោមូលនិធិដើម្បីទ្រទ្រង់មណ្ឌលបងទាំងការសាងសង់អគារថ្មីជាពិសេសគឺអាហារប្រចាំថ្ងៃរបស់ពួកគាត់ហើយតួយ៉ាងដូចជា2024គឺលោកគ្រូគាត់ធ្វើការរត់ដើម្បីគៀងគោមូលនិធិបងចាគឺគាត់រត់ពីសៀមរាបមកភ្នំពេញហើយចឹងទៅគាត់រកបានថវិកាមកកញ្ចប់គឺសម្រាប់ទុកផ្គត់ផ្គង់អាហារឲ្យកម្លាំងមេឈើនឹងឯង